តោះបងប្អូនទឹកគ្រឿងត្រីឆ្អើរយើងរៀបរាល់ណាបងប្អូនតំណអត់បងប្អូនគ្រាន់តែពណ៌អត់សូវស្អាតទេបងប្អូនប៉ុន្តែរសជាតិឆ្ងាញ់បងប្អូននេះហើយជាមួយនឹងបន្លែរបស់យើងទៀតណាបងប្អូនណានេះសិតតែគ្រឿងបន្លែសហើយរបស់ធម្មជាតិជុំវិញផ្ទះយើងណាបងប្អូនឥឡូវបងប្អូនមកហូបជាមួយនឹងបងប្អូនណាហើយបងប្អូនអាចតាមដានលើការធ្វើម្ហូបនិងការផ្សំបន្លែរបស់បងប្អូនបានណាបងប្អូនអរគុណច្រើនបងប្អូនបងមកចកាណាអាណាកាណានេះបងអាណា2000ហើយខ្ញុំពីចកាមកបងបងប្អូនខ្ញុំមកទិញត្រីឆ្អើរទៅបុកទឹកគ្រឿងណាបងប្អូនខ្ញុំអត់បុកត្រីស្រស់ទេបន្ទាប់មកខ្ញុំឆ្លៀតមកទិញសាច់ជ្រូកយកទៅប្រឡាក់ឲ្យកូនសិនណាបងប្អូន Hello បងអើយសាច់ជ្រូក3ជាន់យកទៅប្រឡាក់អើបងអាណាប្រឡាក់ទៅថយបងអញ្ចឹងនោះមិនបងបងអើយខ្ញុំយកកន្លះគីឡូហើយបងជួយវាប្រឡាក់ខ្ញុំតិចបានអត់ខ្ញុំណាឆ្អឹងជំនីល្អណាបងប្អូននៅកន្លែងគាត់ឆ្អឹងជំនីច្រើនហើយមកជួយជ្រូកអត់លឺហ្មងជីមិនជីកាត់ទៅយ៉ាងអត់លឺរៀងមកសួរអត់តកើណាបងអីចាអីនេះអូដល់បងខ្ញុំចេញញ៉ាំហ្នឹងកូនហើយកូនខ្ញុំគេសួរទៀតប្រមាច់មកមើលខ្ញុំសួរទៅគីឡូណាគីឡូឡើងប្រហែលគិតតាមនោះ1គីឡូ6000មកខាំ600ចាសួរតែខ្លាចតែចាបងចា5គីឡូបាច់ខាំចាក់5អង្គកូនមកទិញចាម៉ានបងមុខផ្សារទិញម្ហូបយកទៅធ្វើទឹកគ្រឿងបងប្អូនតែមកដល់ឃើញទៀបស្វិតល្អខ្ញុំទិញទៀបសិនអញ្ចឹងណាបងប្អូនឥឡូវនេះមកចូលកន្លែងនឹងបញ្ចុកទៀតឯងបងប្អូនយើងទិញយកទៅស្រោបសិនអញ្ចឹងណាបងប្អូនណាឥឡូវនេះខ្ញុំមករកទិញគ្រឿងក្រៅនៅផ្សារចាំខ្ញុំនាំពុកម៉ែបងប្អូនទៅមើលការផ្សំបន្លែរបស់ខ្ញុំវិញបងប្អូនក៏មកទៅកន្លែងថែមលើមកចាបងប្អូនណាឥឡូវខ្ញុំធ្វើទឹកគ្រឿងជាមួយយីសាធ្វើល្ពៅតិចចឹងណាបងប្អូនខ្ញុំដាំបានណាស្អីបងប្អូនអើយយើងធ្វើលក់យើងបងប្អូនមកមុខបន្តិចទៅបន្លែយើងច្រើនខ្ញុំមកកាត់ច្រើនណាបងប្អូនខ្ញុំយកតែប៉ុណ្្នឹងបានហើយតែមើលអានោមយើងទៀតបងប្អូនអូណាបងប្អូនមើលគ្រឿងណាដល់កូននេះអានោមខ្ញុំកាត់យកស្មួយនឹងបានហើយ
បន្ទាប់ពីផ្សំបន្លែក្នុងផ្ទះរួចហើយបងប្អូនខ្ញុំមករកផ្សំបន្លែនេះចិត្តទៅក៏លើឃើញផ្កាស្អាតតែមានជូនពុកម៉ែបងប្អូនមើលផ្កាលេងសិនណាបងប្អូនណាបន្ទាប់មកចាំខ្ញុំបន្តទៅបេះបន្លែជូនពុកម៉ែបងប្អូនមើលទៀតខ្ញុំធ្វើដំណើរទៅជាមួយនឹងក្មួយរងមើលបន្លែបងប្អូននៅដីចិត្តផ្ទះម៉ែខ្ញុំមកឃើញមានពងតាពាំងលូតចឹងណាយើងខ្ញុំនឹកឃើញថាចង់ធ្វើទឹកគ្រឿងចឹងទៅយើងមានតាពាំងជ្រលក់ខ្លះបងប្អូនប៉ុន្តែបើសិនជាបានច្រើនខ្ញុំយកទៅលាយជាមួយតាពាំងខ្ញុំចាស់ជ្រក់ខ្លះយ៉ាងទុកគ្រាន់ហូបបងប្អូនណាឥឡូវមកទៅរកកាច់ជាមួយខ្ញុំនៅតំបន់ខ្ញុំនេះអត់សូវមានគុំស្អីបងប្អូនទេមានតែមួយគុំពីរគុំហ្នឹងគ្រាន់យើងកាច់ស្រោហូបម្នាក់បន្តិចម្នាក់បន្តិចយ៉ាងណាបងប្អូនបងប្អូននេះយកឲ្យខាត់បាក់ទៅវាឡើងចង់ពេញពុំណាបងប្អូនអូននេះតាពាំងយើងវារៀងឡើងពេញពុំខ្លះណាតែយើងអត់មានណាយើងយកទៅអាចធ្វើលក់ទឹកគ្រឿងបានបើឬក៏យើងយកទៅធ្វើជ្រក់អីបានអញ្ចឹងណាបងប្អូននេះដៃយើងខ្ចីតែមើលស្រួលវាបន្លំនៅជាមួយស្លឹកឈើស្មើបងប្អូនវានៅបន្លំមើលអត់ចង់ដឹងមកពុកម៉ែបងប្អូនគ្រួយសាវម៉ៅយើងឃើញពុកម៉ែបងប្អូនយកអាសាទិញហូបតែគេថាយកធ្វើទឹកគ្រឿងអញ្ចឹងណាតែឥឡូវខ្ញុំក្តិចបន្តិចទៅយកទៅសាកមើលយ៉ាងណាពុកម៉ែបងប្អូននេះច្រើនណានេះអូយនេះខ្ចីពុកម៉ែបងប្អូននេះខ្ញុំអត់សូវចេះហូបដែរពុកម៉ែបងប្អូនតែឥឡូវខ្ញុំក្តិចយកទៅធ្វើឃើញខ្ចីពេកទៅធ្វើសាកមើលចឹងណាអូទៅនេះច្រើនណាស់គឺខ្ចីហ្នឹងតែប៉ុណ្្នឹងដែរពុកម៉ែបងប្អូនយកទៅសាកហូបមើលអត់ទាន់ចេះដែរជំនឿហ្នឹងគឺឥឡូវពុកម៉ែបងប្អូននេះគេផ្លែសាវម៉ៅព្រៃយើងណាគេឃើញក្មេងៗតាហូបបានណាឡើយបងប្អូននេះឡើយខ្ញុំសាកហូបហ្នឹងជូរអែមបងប្អូននេះនេះបងប្អូនច្រើនណាមួយផ្លែគេនិយាយរួមពីទុយធ្លាប់ហូបតែខានហូបយូរទៅចង់ភ្លេចរសជាតិហ្នឹងបងប្អូនហើយមកអង្គុយសាកផ្លែខ្លះវាក៏ភ្លក់បានបងប្អូនទុកឲ្យមេងហូបនេះបងប្អូននេះទៀតនេះយោដៃបងប្អូនអើយនេះគឺមើលអត់ចង់ឃើញទេនៅបន្លំជាមួយនឹងលឹកឈើលឹកព្រៃហ្នឹងបងប្អូននេះដើរផ្សំបន្លែថ្ងៃហ្នឹងយ៉ាងណាថាមើលបើថាបានច្រើនមុខដែរនេះធ្វើទឹកគ្រឿងហូបហើយបងប្អូនចង់តាមដានមើលសកម្មភាពបងប្អូនដើររកបន្លែនៅក្នុងស្រុកក្នុងភូមិខ្ញុំអញ្ចឹងណាមុខបន្តិចចង់ឲ្យខ្ញុំបានមួយមុខដែរបងប្អូនឥឡូវនេះមករកមើលតាពាំងអញ្ចឹងទៅឥឡូវបានទី3ឥឡូវខ្ញុំមកមើលគុំអាស័យនេះទៀតឥ
ឥឡូវនេះបងប្អូនខ្ញុំផ្សំបន្លែរួចរាល់ហើយបងប្អូនខ្ញុំចាប់ផ្ដើមមកដល់ផ្ទះហើយចាប់ផ្ដើមរៀបចំគ្រឿងធ្វើទឹកគ្រឿងយើងថ្ងៃនេះយើងណាបងប្អូនអាចមើលពីសកម្មភាពធ្វើទឹកគ្រឿងត្រីឆ្អើរខ្ញុំបានបងប្អូនឥឡូវនេះគ្រឿងផ្សំរបស់ខ្ញុំមានដូចជាត្រីឆ្អើរហើយខ្ញុំទិញបានពីជាការដែរបងប្អូនបន្ទាប់មកខ្ញុំដូចជាមានតងល្ពៅត្រួយស្ដៅត្រួយសាវម៉ាវហើយបងប្អូនអាចមើលបានបងប្អូនច្រើនមុខដែរអញ្ចឹងណាមកមុខបន្តិចទៅបងប្អូនច្រើនមែនហើយឥឡូវនេះគ្រឿងផ្សំរបស់ខ្ញុំមានប៉ុណ្ណឹងមុខអញ្ចឹងណាបងប្អូនហើយនេះបន្ទាប់មកមានសណ្តែកដីស្ករអំបិលប៊ីចេងស្ករអញ្ចឹងទៅហើយទៀបសម្រាប់យើងលាងមាត់ពេលយើងហូបអីហើយបងប្អូនណាឥឡូវនេះរួចរាល់ហើយបងប្អូនមកបងប្អូនថ្ងៃនេះខ្ញុំជ្រើសយកសាច់ជ្រូក3ជាន់ខ្ញុំធ្វើម្ហូបទឹកគ្រឿងឲ្យបងប្អូនប៉ុន្តែខ្ញុំឆ្លៀតមកកន្លះសាច់សិនបងប្អូនណាទុកគ្រាន់ឲ្យហាលឲ្យកូនព្រោះកូនខ្ញុំហូបបងប្អូនឥឡូវខ្ញុំលាងឲ្យស្អាតទៅសិនបងប្អូនពេលខ្ញុំធ្វើទឹកគ្រឿងអញ្ចឹងខ្ញុំឆ្លៀតមកកន្លះសាច់សិនបងប្អូនឥឡូវនេះខ្ញុំចាប់ដើមចិតខ្ទឹមសិនដើម្បីយកទៅប្រឡាក់សាច់យើងណាបងប្អូនឥឡូវនេះខ្ញុំចាប់ផ្ដើមឲ្យកូនស្រីខ្ញុំរៀបចំបុកខ្ទឹមជាមួយនឹងរំដេងឯងបងប្អូនដើម្បីឲ្យសាច់យើងមានរសជាតិកាន់តែឈ្ងុយអញ្ចឹងណាបងប្អូនឆ្ងាញ់ទៀតហើយថ្ងៃនេះមកឲ្យកូនស្រីគាត់បុកគ្រឿងយើងទៅយើងចាំឆ្លៀតធ្វើម្ហូបទឹកគ្រឿងទៀតបន្តអញ្ចឹងណាបងប្អូននេះខ្ញុំធ្វើសាច់ជ្រូកមុននេះយើងត្រូវផ្អាប់ទុកបងប្អូនឲ្យវាចូលជាតិអញ្ចឹងទៅបានយើងយកទៅហាលគ្រាន់តែយើងធ្វើទឹកគ្រឿងហើយយើងអាចយកមកចៀនបានឲ្យពួកគាត់ញ៉ាំហើយបងប្អូនភាសាកូនខ្ញុំទាំងពីរគាត់អត់សូវជាហូបទឹកគ្រឿងបងប្អូនយើងទៅតែយើងប្រឡាក់សាច់ជ្រូកគាត់ថែមទៀតអញ្ចឹងណាបងប្អូនណាបន្ទាប់មកខ្ញុំឆ្លៀតមកប្រឡាក់គ្រឿងយើងជាទូទៅដូចបងប្អូនយើងប្រឡាក់ដែរបងប្អូនគាត់ថាខ្ញុំដាក់រំដេងអញ្ចឹងទៅបងប្អូនហើយអរគុណស្រីខ្ញុំគាត់រៀនជួយធ្វើម្ហូបយើងណាបងប្អូនឥឡូវនេះបន្ទាប់ពីរៀបរាល់ខ្ញុំក៏បុកមកទេថាស្រីសាកូនគាត់ចូលផ្នែកបងប្អូនហើយបុកឡើងគឺតុកហើយណាបងប្អូនអើយខ្ញុំយកប្រឡាក់មួយសាច់នេះទៅចាំមកកន្លែងដាក់បានបងប្អូនដាក់ម្ទេសទៅទៀតអញ្ចឹងហើយយើងច្បល់ចូលគ្នាទៅបងប្អូននេះសាច់ជ្រូកកន្លះខ្ញុំរួចណាខ្ញុំទុកឲ្យវាចូលជាតិសិនចាំខ្ញុំយកទៅហាលបងប្អូនណាបងប្អូនឥឡូវសាច់ខ្ញុំចាប់ផ្ដើមចូលជាតិណាខ្ញុំយកទៅហាលមកនេះសិនទុកជានៅបងប្អូនតាមលេខនៅក្តៅអញ្ចឹងណាបងប្អូនណាយើងយកមកកន្លះសាច់សិនឥឡូវខ្ញុំធ្វើទាំងសាច់ខាផងខ្ញុំធ្វើទឹកគ្រឿងផងឲ្យប្រកបទីទៅចាំយើងយកទៅចៀនបងប្អូនលើសាច់ខ្ញុំរៀបបងប្អូនណាបងប្អូនខ្ញុំមុនខ្ញុំយកត្រីឆ្អើរយើងទៅបុកខ្ញុំទៅឆ្អើរវាស្រួយជាងសិនណាបងប្អូនដោយសារខ្ញុំអត់បកទេខ្ញុំបុកមិនអត់ណាបងប្អូនយើងក៏ដាក់ឲ្យរៀងស្រួលយើងទៅខ្ញុំទុកទៅបងប្អូនឥឡូវខ្ញុំដាក់ទៅទឹកសោកន្លែហើយបងប្អូនធ្វើទឹកគ្រឿង
រឿងទាំងអស់គ្នាបងប្អូនបងប្អូននេះបន្តពីព្រៃឆ្អើខ្ញុំបាត់ជាមួយនឹងខ្ទឹមហើយខ្ញុំចាប់ដើមដួសដាក់ចានយកមកលាយគ្រឿងបងប្អូនណាយើងដួសដាក់ចានយើងហ្នឹងបងប្អូនអើយដោយសារផ្ទះបងនៅខាងមុខគាត់ចាក់ដីចោលអញ្ចឹងរៀងសម្លេងខានតិចណាបងប្អូនណាតែថ្ងៃសៅរ៍អញ្ចឹងទៅបងប្អូនយើងគាត់នៅផ្ទះច្រើនហើយយើងទូអតិចបងប្អូនអញ្ចឹងនេះបងប្អូននេះផ្ទៃឆ្អើខ្ញុំដុតមកហើយបងប្អូននេះទៅពីដុតមកហើយខ្ញុំឈៀតមកខ្ញុំសម្រាប់ដីយើងឲ្យមកតាទៅបងប្អូនយើងទឹកសិនអញ្ចឹងណាបងប្អូនបន្ទាប់ពីខ្ញុំដាក់ប៊ីចេងហើយខ្ញុំដាក់ស្ករខ្ញុំប្រើស្ករសបងប្អូនហើយនេះយើងលូតអំបិលបន្តិចសិនណាព្រោះយើងនៅថែមទឹកប្រហុកទៀតបងប្អូនចាំពេលខ្វះខាតអីចាំយើងពីក្រោយឥឡូវបងប្អូននេះខ្ញុំដាក់យ៉ាងសិនបងប្អូនយើងកូរវាចូលគ្នាយ៉ាងទៅចុះកសាំងដាក់បុកយ៉ាងណាបងប្អូនណាបងប្អូនកសាំងខ្ញុំដាក់មកផ្លែកន្លះបងប្អូនតែសារកសាំងរៀងធំៗហើយចាំមកខ្ញុំយកមកខ្ញុំជាមួយនឹងទឹកទឹកដីហើយកសាំងយើងបែកអញ្ចឹងបងប្អូនណាយើងញ៉ាំឲ្យរៀងបែកទៅរួចរាល់ហើយបងប្អូនកសាំងយើងដាក់នេះយកដីចូលបងប្អូនណាហើយបងប្អូនបន្ទាប់ពីទឹកខ្ញុំពុះហើយខ្ញុំជុំប្រហុកបងប្អូនណាដើម្បីយើងយកទឹកប្រហុកទៅដាក់ជាមួយទឹកគ្រឿងយើងប្រហុកខ្ញុំជ្រុំនេះបងប្អូននេះបងប្អូននេះប្រហុកយើងជ្រុំឲ្យរៀងបែកសាច់ទៅបងប្អូនយើងយកមកដាក់ជាមួយនឹងទឹកគ្រឿងរបស់យើងខ្ញុំមកភ្លក់ទឹកគ្រឿងយើងទៅទៀតបងប្អូនណាល្មមណាបងប្អូនខ្ញុំនៅលើវាសិនហើយបងប្អូនបន្ទាប់ពីទឹកគ្រឿងយើងល្មមហើយនេះបងប្អូនមកដាក់ម្ទេសនិយាយទៅទឹកគ្រឿងយើងដាក់ម្ទេសចូលយើងទៀតទៅវាចេញខ្លះអញ្ចឹងបងប្អូនណាបងប្អូនអូខេហើយទឹកគ្រឿងស្លឹកខ្ទឹមបងប្អូនខ្ញុំលាងរួចរាល់ហើយលួចឲ្យឈ្ងុយបងប្អូនណាហើយឥឡូវបន្ទាប់ពីខ្ញុំធ្វើទឹកគ្រឿងរួចរាល់ហើយបងប្អូនខ្ញុំឆ្លៀតមកចៀនសាច់ទុកឲ្យកូនហូបសិនណាបងប្អូនណាហើយចាំខ្ញុំទៅធ្វើបន្លែយើងបន្តទៀតបងប្អូនហ
អូនយើងមកលាងបន្លែយើងយកទៅច្រោះបងប្អូនបាទយើងមកបងប្អូនបងប្អូននៅនេះដែរចាល់រហូតទៅមកបងប្អូនស្ដាប់ទៅលេងហ្នឹងណាបងប្អូនវាឲ្យស្រួលណាវារៀនមើលស្រាវបងប្អូនកុំតែបានចោលហើយទេឥឡូវនេះបងប្អូនមកនិយាយរឿងបន្លែយើងបន្តទៀតបងប្អូនណាឥឡូវខ្ញុំចាប់បានមានបន្លែណាដែលយើងត្រូវយកទៅច្រកអញ្ចឹងខ្ញុំដាក់មកអ៊ំសិនព្រោះបន្លែទៅយើងត្រូវការយកទៅឆ្ងាយទៅច្រកបងប្អូននេះគឺយើងចាប់មកលេងกับយើងកាត់ទីយើងបងប្អូនก็บางคนไปเชียงเชียงนี่ยังหาจากไปเชียงเชียงแล้วมันก็ยังไปเยอะกว่าได้ตาแล้วบางคนอันนี้ยังโยปลายสำหรับครอบนี่ปลายยังสำหรับโยมาครอบนี่มันอ่านลงกันมีบางคนแล้วยังดักลงกันบัดทั้งคนบัดทำบางคนจะตัวเมายังดักลงเงามุนปลายนาในเรื่องนะบางคนน่ะแล้วยังดักจับดำดักมุนในตัวยังดักลงให้หนูสูดนี่กระเทียมเยอะนึ่งปลายเรื่องนี่มันติดอะไรบางคนนี่ครีมแล้วก็บางคนยังจำตัวกราวเลยอย่างนี้ดักแล้วเรียนคนบางคนนั้นยังสอนกับคนจำยังเยอะจะดูจะกระเจิดลืมซาเพื่อนก็มาคลุกเปรี้ยละเถอะเปรี้ยแต่เดินไปหาครูใส่หมวกเลยឥឡូវពុកម៉ែបងប្អូនយើងមកហូបទឹកគ្រឿងទាំងអស់គ្នាណាបងប្អូនឥឡូវខ្ញុំធ្វើរួចរាល់ហើយបងប្អូនមុខហូបយើងមានតែប៉ុណ្្នឹងណាបងប្អូនអរគុណច្រើនដែលទស្សនាវីដេអូបងប្អូនរហូតមក